ពេលវេលាឯកានៃចិនពេលខ្លះអ្នកនឹងមានអារម្មណ៍ថាអ្នកដូចជាមានតែម្នាក់ឯងនៅលើលោកនេះទោះបីជាមានមនុស្សម្នាជាច្រើននៅក្បែរខ្លួនអ្នកក៏ដោយមិនមែនមកពីអ្នកដទៃទុកអ្នកចោលឲ្យឯកានោះទេនេះមកពីការជ្រើសរើសរបស់អ្នកក៏ព្រោះតែអារម្មណ៍ខាងក្នុងរបស់អ្នកកាន់តែខ្លាំងក្លាវាជាអារម្មណ៍ល្អឬអាក្រក់ស្ថិតនៅលើអ្នកខ្លួនឯងកំពុងស្ថិតនៅក្នុងអារម្មណ៍បែបណាបើអ្នកកំពុងតែស្ថិតនៅក្នុងអារម្មណ៍មិនល្អរបស់ខ្លួនឯងអ្នកនឹងមានអារម្មណ៍ថាពិភពលោកនេះខ្មៅងងឹតគ្មានទីកន្លែងណាស្រស់ស្អាតសម្រាប់អ្នកគ្មានមនុស្សណាល្អចំពោះអ្នកទេផ្ទុយគ្នានេះដែរបើអ្នកស្ថិតនៅក្នុងអារម្មណ៍ល្អរបស់ខ្លួនឯងវិញអ្នកនឹងមានអារម្មណ៍ថាចក្រវាឡកំពុងបើកទ្វារឲ្យអ្នកឃើញពន្លឺហើយញែកអ្នកចេញពីមនុស្សម្នាជាច្រើនដែលអ្នកបានស្គាល់ឲ្យមកនៅឯកាតែម្នាក់ឯងមានពេលវេលាធ្វើរឿងសំខាន់ជាច្រើនសម្រាប់ជាប្រយោជន៍ដល់មនុស្សឯទៀតនៅតែម្នាក់ឯងជាឱកាសល្អបំផុតដែលអ្នកអាចស្វែងយល់ពីខ្លួនឯងហើយអារម្មណ៍របស់អ្នកនឹងស្ងប់ស្ងាត់ដោយសារមិនមានសំឡេងរំខានពីខាងក្រៅពេលវេលាឯកានៃចិត្តដែលមានមនុស្សម្នានៅក្បែរតែដូចជាឯកាជាពេលវេលាដែលអ្នកយល់ពីខ្លួនឯងកាន់តែស៊ីជម្រៅដែលអាចស្ដាប់ឮសំឡេងចិត្តរបស់អ្នកបានកាន់តែច្បាស់ទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី